ឥឡូវនេះគឺយើងចូលមកមើលពីរបៀបណាចូលទៅ Telegram របស់យើងដែលយើងបានធ្វើការ reset Gmail ឬក៏យើងយក email នឹងចេញវិញណាដោយសារពេលយើង log ចូលទៅសម្រាប់អ្នកដែលគាត់ដាក់ Gmail នឹងជួនកាលគាត់បាត់ Gmail ឬក៏ plate Gmail អីចឹងទៅតែយើងឈប់ក្នុងរយៈពេលមួយអាទិត្យនឹងហើយតែយើងចូលទៅទៀតហ្នឹងវាទាមទារ Gmail វិញអត់ណាហើយក្នុងវីដេអូនេះដែរសម្រាប់បងប្អូនដែលបង្កើត Telegram មិនបានដាក់លេខទូរស័ព្ទខ្លួនឯងអត់ឃើញផ្ញើលេខកូដមកអត់ឃើញក្រុមហ៊ុន call មកឬក៏ក្រុមហ៊ុន call មកហើយច្រឡំចុចបិទឬក៏គាត់អីអត់តាន់ដៃអត់តាន់អញ្ចឹងទៅក៏អាចទស្សនាវីដេអូនឹងបានដែរណាអញ្ចឹងអានេះគឺជាចំណុចគេហៅថាសំណួរមួយចំនួនដែលបងប្អូនបានសួរមកកាន់ខ្ញុំអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានមើលវីដេអូមុនទេដែលយើងធ្វើការឈូស Gmail នឹងចោលណាកុំឲ្យវាចូលទៅដាក់ Gmail ទៀតអាចចូលទៅមើលបានហើយខ្ញុំទៅបង្ហោថ្មីនេះដែរទេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងបើកកម្មវិធី Telegram របស់យើងមកណាឃើញទេចឹងបន្តមកទៀតយើងយក start messaging នេះមកណាហើយឡើយនេះយើងចុច continue មកអាហ្នឹងគឺសម្រាប់អ្នកដែលទើបទាញយក Telegram មកថ្មីណាគឺវាឲ្យយើងចុចចឹងឯងបើឃើញអញ្ចឹងយើងចុច allow ទៀតមកណាអូខេអញ្ចឹងនេះគឺជាចំណុចទី1ដែលយើងត្រូវមើលមែនតើអញ្ចឹងបានន័យថាកន្លែងនេះគឺនៅប្រទេសប្រេស៊ីលនៅឡើយទេទោះបីវាជាលេខយើងក៏ដោយប៉ុន្តែប្រទេសប្រេស៊ីលយើងមើលលេខកូដតំបន់ក៏ខុសគ្នាដែរណាញ៉េអញ្ចឹងយើងត្រូវចូលទៅដល់លេខកូដប្រទេសហ្នឹងសិនណាយើងនៅប្រទេសកម្ពុជាយើងយកមក Cambodia ហើយលេខកូដរបស់យើងគឺ+855ណាអញ្ចឹងតាក់ទងនឹងប្រទេសនេះដែរខ្ញុំចង់និយាយថាគឺខ្ញុំធ្លាប់ប្រាប់ច្រើនដងមកហើយណាកាលណាយើងនៅប្រទេសណាយើងនៅប្រទេសថៃយើងត្រូវដាក់លេខកូដប្រទេសថៃព្រោះយើងអត់ចេះមើលអក្សរយើងមើលទង់ជាតិទៅណាហើយបើយើងចេះអក្សរយើងមើលឈ្មោះប្រទេសទៅយើងចូលកន្លែងនេះណាអញ្ចឹងយើងនៅម៉ាឡេឥណ្ឌូនេស៊ីកូរ៉េជប៉ុននៅណាក៏ដោយយើងត្រូវដាក់លេខកូដនៅក្នុងប្រទេសហ្នឹងប៉ុន្តែគ្រាន់តែវាមិនមែនជា Telegram ចាស់របស់យើងដែលយើងប្រើនៅស្រុកខ្មែរទេហ្នឹងសូមបញ្ជាក់ណាព្រោះលេខកូដរបស់ប្រទេសនីមួយៗគឺខុសគ្នាកាលណាយើងប្រើលេខកូដលេខទូរស័ព្ទនៅប្រទេសគេគឺវាចូលទៅជា Telegram នៅក្នុងប្រទេសគេមួយទៀតហើយបើយើងនៅស្រុកខ្មែរយើងប្រើលេខទូរស័ព្ទនៅស្រុកខ្មែរយើងលេខកូដនៅប្រទេសខ្មែរយើងហ្នឹងគឺជា Telegram ផ្សេងមួយទៀតប៉ុន្តែយើងអាចបានប្រើបានពីរណាបើយើងទៅស្រុកគេយើងប្រើនៅស្រុកគេទៅហើយយើងនៅស្រុកខ្មែរប្រើនៅស្រុកខ្មែរអញ្ចឹងទៅណាអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចទី1ដែលយើងត្រូវមើលណាលេខកូដប្រទេសលេខកូដតំបន់ហើយលេខទូរស័ព្ទហ្នឹងគឺយើងនៅស្រុកខ្មែរយើងហ្នឹងគឺយើងលុបលេខ0តែខាងមុខចេញមួយទៅបានទេណា012 010 097 015 0អីក៏ដោយយើងលុប0នឹងចេញហើយក្រៅពីហ្នឹងយើងដាក់មកទាំងអស់មកលេខប្រហែលក៏ដោយដាក់លេខខ្លួនឯងយើងហ្នឹងណាកុំដាក់លេខគេអញ្ចឹងលេខខាងក្រោយលេខខ្លះវាមានដល់6 7ខ្ទង់អីចឹងទៅណាអញ្ចឹងបន្ទាប់ពីយើងដាក់លេខទូរស័ព្ទប៉ុណ្ណឹងហើយគឺយើងចុចសញ្ញាព្រួយនេះមកណាសញ្ញានេះយើងចុចបន្តទៅមុខទៀតយើងចុច continue មួយមកយើងចុច allow មួយទៀតមកណាអូខេអញ្ចឹងនេះគេដាក់ថា check your Telegram message we send to go to the Telegram app ណាលេខទូរស័ព្ទរបស់យើងនៅកន្លែង other device បានន័យថានៅទូរស័ព្ទផ្សេងទៀតអញ្ចឹងទូរស័ព្ទខ្ញុំគឺវាមានជាប់ Telegram ច្រើនណាអញ្ចឹងវាផ្ញើទៅទូរស័ព្ទផ្សេងទៀតដែលខ្ញុំបានចំនៅលេខទូរស័ព្ទឬក៏ Telegram ហ្នឹងណាអញ្ចឹងបើសិនជាយើងមានទូរស័ព្ទផ្សេងឬក៏កុំព្យូទ័រអីដែលយើងជាប់ជាមួយគឺវាផ្ញើទៅលេខកូដហ្នឹងនៅក្នុងឆាត Telegram ហ្នឹងឯងណាតែបើក្នុងករណីថាទូរស័ព្ទហ្នឹងវាបាត់អីចឹងទៅណាយើងចូលយើងមើលទូរស័ព្ទហ្នឹងវាមិនឃើញមិនដឹងទៅយកលេខកូដហ្នឹងមកពីណាតែយើងត្រូវធ្វើអីគឺបងប្អូនមើលកន្លែងនេះគេដាក់ថា get code on this phone ឃើញទេឃើញគេដាក់ get code on this phone ណាអញ្ចឹងបើសិនជាយើងអត់មានអីទៅមើលលេខកូដហ្នឹងទេយើងយកអានេះមកណាក្នុងករណីដែលលេខទូរស័ព្ទហ្នឹងវានៅក្នុងទូរស័ព្ទនេះផ្ទាល់ណាអញ្ចឹងអានេះដោយសារយើង lock សង្កត់បញ្យល់ចំណុចនេះឃើញគាត់អត់ទាន់ផ្ញើលេខកូដមកគឺវាផ្ញើលេខកូដ5ខ្ទង់ហ្នឹងទៅ Telegram ដែលយើងអត់ទាន់ lock ចេញពីទូរស័ព្ទផ្សេងដែលយើងធ្លាប់ប្រើពីមុនមកណាអញ្ចឹងយើងយល់ហើយអញ្ចឹងបើសិនជាយើងទូរស័ព្ទផ្សេងហ្នឹងវាបាត់ហើយវាអត់នៅជាមួយយើងទេយើងយក get code នេះសំខាន់ឲ្យតែលេខទូរស័ព្ទនៅពីយើងអត់អីទេណាអញ្ចឹងយើងយក get code on this phone នេះមកយើងចុចទៅនឹង port មកអូខេនេះអញ្ចឹងក្រុមហ៊ុនគេនឹង call មកហើយ call មកយើងត្រៀមបិចត្រៀមអីណាកត់ឬក៏យើងត្រៀមអីថតសំឡេងដែលក្រុមហ៊ុន call មកអីចឹងទៅណាបានន័យថានៅពេលដែលយើងធ្វើអាហ្នឹងគឺក្រុមហ៊ុន call មកយើងយកទូរស័ព្ទផ្សេងហើយបើយើងនេះទេយើងយកបិចយកអីទៅកត់ទៅហើយសម្រាប់អ្នកអត់ចេះអង់គ្លេសទេយើងចំណាំបានន័យថាយើងរកអ្នកណាចេះឬក៏យើងអាចមើលនេះដែលខ្ញុំបានដាក់នៅលើហ្នឹងក៏បានដែរគឺ1ហ្នឹងស្មើលេខ1 2លេខ2 3លេខ3 4លេខ4 5លេខ5 6លេខ6
7 លេខ 7 8 លេខ 8 9 9 លេខ 9 ណាវាមានដល់លេខ10ទេគឺវាមានប៉ុណ្ណឹងឯងអញ្ចឹងពេលក្រុមហ៊ុន call មកហ្នឹងគឺគេហៅថារយៈពេលគេប្រាប់យើង2ដងណាលេខកូដ5ខ្ទង់ហ្នឹងអញ្ចឹងនេះ calling your phone ឃើញទេអញ្ចឹងបើសិនជាអត់ទាន់ឃើញគេ call មកទេណាអានេះប្រហែលជាមានបញ្ហា error អីតិចតួចដល់ក្រុមហ៊ុនអត់ call មកយើងមើលកន្លែងនេះវិនាទីវាដើរនៅទេបានន័យថាបើសិនជាអត់ឃើញក្រុមហ៊ុន call មកទេយើងអាចចុច request SMS បានន័យថាឲ្យផ្ញើជាលេខកូដណាជាលេខកូដ5ខ្ទង់ហ្នឹងចូលមក message របស់យើងអាហ្នឹងមិនមែនចូលទៅគេហៅថាតាម Telegram ទៀតទេគឺចូលមកលេខ message របស់យើងតែម្ដងណាអញ្ចឹងដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់អញ្ចឹងទោះបីជាក្នុងករណីនេះក្រុមហ៊ុន call មកក៏ដោយប៉ុន្តែឥឡូវគេវាបាន call ទេបើនិយាយ error អញ្ចឹងណាក្នុងករណីដែលក្រុមហ៊ុន call មកឬក៏មិនបាន call មកដែលយើងកត់លេខកូដអត់ទាន់អីហ្នឹងគឺបងប្អូនរងចាំវិនាទីនេះសិនទៅណារងចាំវិនាទីហ្នឹងសិនហើយវាដើរចាប់ទៅយើងនឹងអាច request ស្នើសុំជាការផ្ញើលេខកូដ5ខ្ទង់ហ្នឹងមកលេខបានន័យថា SMS ផ្ញើសារមកយើងលេខទូរស័ព្ទដៃរបស់យើងនឹងតែម្ដងអញ្ចឹងជាក់ស្ដែងគឺក្រុមហ៊ុនអត់ call មកទេហើយទោះបីជា call មកមិន call មកវាដូចតែគ្នាទេណាក៏លោកបងប្អូនខ្លះហ្នឹងអត់ចេះភាសាអង់គ្លេសពិបាកស្ដាប់ណាអត់ដឹងថាលេខប្រមាណអង់គ្លេសគេហៅប្រមាណបងប្អូនបាច់ធ្វើអីឲ្យវាវិនាទីឡើងហ្នឹងដើរចប់ទៅវានឹង load ដាក់ឡើងនេះ go get the code by SMS ណាអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកយើងចុចកន្លែងហ្នឹងដើម្បីដាក់លេខកូដសម្ងាត់ហ្នឹងណាអញ្ចឹងក្នុងករណីនេះបើសិនជាបងប្អូនធ្វើទៅមានបញ្ហាអី error ផ្សេងក្រៅពីហ្នឹងទៀតយើងអាចលុបកម្មវិធីនឹងចោលហើយយើងដំឡើងមកសារថ្មីយើងធ្វើសារថ្មីបានណាអញ្ចឹងខ្ញុំដាក់ get code ណា by SMS ទៅយើងចុចទៅហ្នឹងមកអញ្ចឹងវានឹងផ្ញើលេខកូដ5ខ្ទង់មកអូខេអញ្ចឹងដូចកន្លែងនេះ an internal error obsolete please try again បើសិនជាបងប្អូនឃើញអញ្ចឹងបងប្អូនលុបកម្មវិធីនឹងចោលសិនទៅណាលុបចោលចេញពីទូរស័ព្ទយើងណាហើយយើងដំឡើងសារថ្មីយើងធ្វើសារថ្មីប៉ុន្តែបើសិនជាឃើញថាមួយទៀតហ្នឹងខ្ញុំភ្លេចវាដាក់too much ណា too much បានគេព្យាយាមលុបចូលច្រើនហ្នឹងអាហ្នឹងយើងមិនបាច់លុបក៏បានដែរលុបមកដូចតែគ្នាដែរគឺយើងរងចាំ2-3ថ្ងៃអីចឹងទៅចាំយើងធ្វើម្ដងទៀតអញ្ចឹងអានេះបើសិនជាឃើញ sorry អីចឹងដូចខ្ញុំហ្នឹងយើងចុច OK ចឹងមកណាចុច OK ឬក៏យើងសាកធ្វើម្ដងទៀតណាយើងសាកចូលទៅម្ដងទៀតយើងកុំទាន់លុបយើងធ្វើដូចមិញយើងមើលលេខទូរស័ព្ទមើលលេខកូដហើយយើងចូលអញ្ចឹងយើងមើលលេខទូរស័ព្ទហ្នឹងយើងចុចត្រូវហើយយើងចុច yes មកណាអូខេវាដាក់ថា enable to send SMS please try again later យើងចុច OK មកចុច OK អញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងលុប Telegram នឹងចោលសិនអញ្ចឹងយើងលុបចុចឲ្យជាប់លើវាណាហើយយើងយក uninstall មកណាបន្ទាប់ពីយើងយក uninstall ហើយយើងចូលទៅទាញយកម្ដងទៀតណាអញ្ចឹងយើងចូលទៅយក Telegram នឹងម្ដងទៀតយើងដំឡើងមកសារថ្មីមកណាអញ្ចឹងជួនកាលថ្ងៃខ្លះគឺក្រុមហ៊ុន error ណាក្រុមហ៊ុន error អីចឹងទៅពេលយើងចូលទៅគឺវាអត់ call មកឬក៏វាអត់ផ្ញើលេខកូដអីមកអញ្ចឹងឬក៏ app ហ្នឹងវាមានបញ្ហាអីតិចតួចយើងលុបចោលអញ្ចឹងទៅហើយយើងដំឡើងសារថ្មីហើយយើងបើកធ្វើសារថ្មីអញ្ចឹងមកអញ្ចឹងយើងចូលទៅ Telegram របស់យើងអញ្ចឹងកន្លែងនេះវាធ្វើដូចតែដំបូងមកទេខ្ញុំចុចឲ្យលឿនតិចទៅវា start មកណាចុច continue ចុច allow មកណាអញ្ចឹងយើងជ្រើសរើសយកប្រទេសកម្ពុជាយើងវិញមកឬក៏យើងប្រទេសណាដែលយើងរស់នៅណាយើងចុចទៅនឹងមកហើយបន្តទៀតមិនខ្ញុំចុចនេះទេយើងទៅមើលលេខហ្នឹងនេះអូខេអញ្ចឹងយើងចុចព្រួញទៅចុច continue យើងចុច allow ទៀតមកណាអូខេនេះ check នេះឃើញទេអញ្ចឹងវានឹងផ្ញើទៅ Telegram ផ្សេងហើយបើសិនជាបងប្អូនមាន Telegram ទូរស័ព្ទណាដែលទូរស័ព្ទរបស់បងប្អូនមាន Telegram នៅជិតហ្នឹងបងប្អូនយកមើលទៅណាយើងផ្ញើលេខកូដ5ខ្ទង់ហ្នឹងទៅ Telegram នៅក្នុងទូរស័ព្ទហ្នឹងឯងហើយបើអត់មានយើងយក get code on this phone នេះមកណាយើងចុចអានេះមកអូខេអញ្ចឹងវានឹងតេមកឃើញទេវាដាក់ calling your phone អញ្ចឹងបើសិនជានេះឃើញវាតេមកហ៎ដល់ពេលដែលវាតេមកយើងស្ដាប់លេខកូដហ្នឹងទៅណាយើងចុច answer ហើយយើងបើក speaker មកណាឃើញទេ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 
Your code is អញ្ចឹងគេប្រាប់យើង2ដងណាហើយបងប្អូនបានឃើញអញ្ចឹងញ៉េអញ្ចឹងគេប្រាប់យើងចំនួន2ដងណាហើយយើងដាក់លេខកូដហ្នឹងមកគឺចូលតែម្ដងណាឃើញអញ្ចឹងឡើយនេះយើងចុច continue មកហើយដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងយើងចុច allow មកណាអញ្ចឹង Telegram របស់យើងហើយដូចបងប្អូនបានឃើញនេះគេញ៉េគេដាក់ Telegram នេះ2នេះបានន័យថាលេខកូដដែលវាផ្ញើយើង2ដងដែលយើងចូលលើកទី1ទី2មិញហ្នឹងឯងណាហើយដោយសារលេខកូដទូរស័ព្ទហ្នឹងវានៅមួយយើងគឺគេធ្វើអញ្ចឹងឯងអញ្ចឹងសម្រាប់បងប្អូនណាដែលមានបញ្ហាលុកចូលអត់កើតអីអត់កើតហ្នឹងមើលវីដេអូហ្នឹងហើយសង្ឃឹមថាបងប្អូននឹងយល់អញ្ចឹងជាក់ស្ដែងសម្រាប់បងប្អូនណាដែលយើងបានធ្វើការឈូស Gmail ការវីដេអូមុនហ្នឹងដែលខ្ញុំបានធ្វើការលុប Gmail នឹងចេញហើយយើងចូលមកឃើញវាអត់មានទាមទារ Gmail អីទៀតទេណាគឺពេលដែលយើងចូលមកគឺអត់មានទាមទារ Gmail ទៀតទេវាគ្រាន់តែឲ្យយើងដាក់លេខទូរស័ព្ទហើយនឹងផ្ញើលេខកូដនិង call មកណាបើ call មកគាត់អត់តន់អីយ៉ាងហ្នឹងទេយើងចុចជា request SMS ដូចខ្ញុំធ្វើអញ្ចឹងទៅណាអញ្ចឹងមិញដោយសារខ្ញុំកត់ពេល call មកខ្ញុំកត់យកយើងចូលបានតែបើយើងកត់អត់តន់ឬក៏យើងអត់ចេះអង់គ្លេសយើងអាចស្នើសុំជាផ្ញើសារមកលេខទូរស័ព្ទដៃរបស់យើងមកយើងនឹងឃើញលេខសារហ្នឹងហើយយើងយកអាលេខ5ខ្ទង់ហ្នឹងយកទៅដាក់ក្នុងហ្នឹងទៅណាអញ្ចឹងវានឹងឃើញគេថា Telegram របស់យើងនឹងបើកបានលេងធម្មតាវិញហើយបើសិនជាមានចម្ងល់អីបងប្អូនអាចសួរខ្ញុំបានបន្ថែមទៀតផងដែរអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe នៅ Channel របស់ខ្ញុំទេសូមជួយចុច Subscribe ឬចុចជាវនៅ Channel របស់ខ្ញុំអ្នកមួយផងបន្ទាប់មកសូមចុចកំណត់ទៅលើការជូនដំណឹងហើយជ្រើសរើសយកពី All នោះអ្នកទាំងអស់គ្នានឹងបានឃើញវីដេអូថ្មីៗរបស់ខ្ញុំមុនគេបង្អស់ជាមិនខានសូមអរគុណសម្រាប់ការគាំទ្រ